សូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសាជាថ្មីម្ដងទៀតសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីនៅក្នុងថ្ងៃនេះដែរខ្ញុំមានសាច់រឿងមួយដែលនឹងចង់លើកយកមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទុកគ្រាន់ជាទីសន្តាប់ជាបន្តទៀតណាបន្ទាប់ពីនៅក្នុង Channel របស់ខ្ញុំនឹងមានសាច់រឿង5កន្លងមកហើយអញ្ចឹងក្នុងសាច់រឿងនេះដែរគឺជាសាច់រឿងទី6ដែលខ្ញុំនឹងលើកយកមកចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាទុកគ្រាន់ជាទីសន្តាប់ក្នុងគណៈពេលដែលកំពុងតែបំពេញការងារក៏ដូចជាសម្រាប់ពីការងារឬក៏បងប្អូនខ្លះគាត់ចាក់ដើម្បីគេងនៅពេលយប់អីចឹងទៅអញ្ចឹងទោះបីក្នុងហេតុផលណាក៏ដោយក៏នៅតែអរគុណសម្រាប់បងប្អូនអរគ្នាដែលបានចូលមកស្ដាប់និងគាំទ្រតាំងពីវីដេអូដំបូងរហូតដល់វីដេអូនេះផងដែរអញ្ចឹងឯនឹងដែរខ្ញុំមានសាច់រឿងមួយតាក់ទងជាមួយនឹងក្មេងស្រីម្នាក់ដែលទៅធ្វើការនៅហាងគុយទាវហើយត្រូវបានកូនតកែគុយទាវនោះបំពានអញ្ចឹងចង់ដឹងថាសាច់រឿងហ្នឹងវាទៅជាយ៉ាងណាអញ្ចឹងបងប្អូនអរគ្នាសូមស្ដាប់ដោយការពិចារណាហើយសូមជួយបញ្ចេញមតិយោបល់ល្អៗនៅក្នុង comment ផងអញ្ចឹងរំលឹកទៅកាលពីឆ្នាំ2015នៅក្នុងខេត្តកំពង់ចាមនៅក្នុងស្រុកមួយមិនមែនទីរួមខេត្តទេបងប្អូនគឺនៅក្នុងស្រុកមួយគឺមានហាងកាទៀវមួយកន្លែងដែលគេលក់ជាប្រចាំអញ្ចឹងទៅគេថាកូនចៅរបស់គេហ្នឹងគឺជាអ្នកដែលលក់តតកូលបងប្អូនអញ្ចឹងគេថាពីមួយតំណពីតំណមកអញ្ចឹងនេះគឺជាមុខរបរដែលសល់ពីម៉ែពីឪមកជាគេដំណើរណាអញ្ចឹងអ៊ំស្រីម្នាក់ហ្នឹងគាត់គឺជាអ្នកលក់កាទៀវហើយគាត់ហ្នឹងជាកូនកាត់ផងដែរជាកូនកាត់ខ្សែចិនហើយគាត់ប្រកបរបរហ្នឹងរហូតដល់គ្នាពេលឆ្នាំ2015ហ្នឹងគាត់មានវ័យ60ឆ្នាំទៅហើយសម្រាប់អ៊ំស្រីដែរគាត់មានកូនចំនួន2នាក់ដែលកូនទី1របស់គាត់ហ្នឹងគឺជាកូនស្រីប៉ុន្តែកូនស្រីរបស់គាត់ហ្នឹងគឺបានចេញទៅរៀនឬក៏ទៅបំពេញការងារនោះនៅក្នុងប្រទេសអូស្ត្រាលីនោះបាត់ទៅហើយប៉ុន្តែនៅមានកូនប្រុសម្នាក់ទៀតដែលនៅធ្វើការជាមួយនឹងគាត់ហើយមួយទៀតនោះគឺជាកូនពៅរបស់គាត់នោះដែលអត់ទាន់មានគ្រួសារអីទេអញ្ចឹងកូនទី1របស់គាត់គឺជាកូនស្រីត្រូវបានទៅរៀននិងធ្វើការនៅប្រទេសអូស្ត្រាលីហើយចំណែកកូនទី2របស់គាត់ក៏មានគ្រួសារហើយដែរប៉ុន្តែគាត់នៅជួយក្នុងកិច្ចការលក់កាទៀវលក់អីអញ្ចឹងនៅពេលដែលគាត់និយាយថាបន្ទាប់ពីគាត់ជួយហើយអញ្ចឹងបានគាត់ទៅធ្វើការងារលក់ដូរខ្លួនឯងនៅឯលក់អីវ៉ាន់ចាប់រួយអីអញ្ចឹងបងប្អូនបាទនៅក្នុងឆ្នាំ2015ហ្នឹងប៉ុន្តែម្នាក់ទៀតគឺជាកូនពៅរបស់គាត់ហ្នឹងដូចថាអាយុក្បែរ20ឆ្នាំហើយ19ហើយប៉ុន្តែអត់ទាន់ចេញទៅណាទេរៀនក៏អត់បានរៀនដែរហើយក៏អត់មានចេញទៅធ្វើការងារណាដែរគឺគ្រាន់តែជួយកិច្ចការងារនៅផ្ទះលក់កាទៀវហ្នឹងតិចតួចតែប៉ុណ្្នឹងឯងអញ្ចឹងនៅក្នុងហាងកាទៀវក្នុងតូបកាទៀវហ្នឹងក៏មានចេះតែដោយសារតាអត់មានអ្នកជួយអីច្រើនអញ្ចឹងហើយណាមួយអ៊ំគាត់ចាស់ផងដែរអញ្ចឹងគាត់ចេះតែរកកូនឈ្នួលរកអ្នកដែលជួយធ្វើការងារហ្នឹងជួយលើកកាទៀវជួយរៀបចំតុអីអញ្ចឹងណាសម្រាប់ទទួលភ្ញៀវទូអីអញ្ចឹងទៅក៏ប៉ុន្តែដោយសារថាគាត់មានគ្នាសមាជិកតិចអញ្ចឹងគាត់ត្រូវទៅរកអញ្ចឹងក្មេងៗនៅក្នុងភូមិនៅក្នុងអីអញ្ចឹងខ្លះដោយសារតែជីវភាពអត់ក៏បានត្រូវទៅសុំគាត់ធ្វើការជាមួយអញ្ចឹងទៅប៉ុន្តែអត់យូរប្រហែលក៏នាំគ្នាឈប់ទៅវិញអស់អញ្ចឹងទៅប៉ុន្តែអ្វីដែលពួកគាត់ឈប់គឺពិបាកឈប់មែនតែនបើចង់ឈប់តតែឈប់ដោយអត់បើកប្រាក់ខែទៅបានឈប់បានគឺថាអ៊ំស្រីម្នាក់ហ្នឹងគឺថាពិបាកមែនតែនណាក្នុងការឈប់ម្ដងប៉ុន្តែអ្នកភូមិគេអ្នកខ្លះក៏ចេះតែឆ្ងល់ថាអ៊ំស្រីមួយហ្នឹងគាត់ដូចជាមិនពិបាកអីទេបើកលុយក៏បើកឲ្យដែរក៏ប៉ុន្តែហេតុអ្វីបានម្នាក់ចេះតែឈប់ចេះតែអីអញ្ចឹង
ធ្វើការអត់បានប្រមាណទេចេះតែឈប់ហើយនៅពេលដែលគេចេះតែសួរក្មេងៗទាំងអស់ហ្នឹងសួរថាហេតុអីបានចេះតែឈប់អញ្ចឹងក្មេងៗទាំងអស់ហ្នឹងក៏ប្រាប់ថាដោយសារតែពិបាកឲ្យថាអត់ធ្លាប់អីអញ្ចឹងត្រូវងើបពីយប់ពីអីអញ្ចឹងមានការហត់នឿយអីអញ្ចឹងណាប៉ុន្តែវាចម្លើយទាំងអស់ហ្នឹងហាក់ដូចជាមិនធ្វើឲ្យអ្នកដែលមានចម្ងល់ហ្នឹងអស់ចិត្តទេអញ្ចឹងនៅក្នុងភូមិនឹងដែរនៅមានគ្រួសារមួយដែលមានជីវភាពហ្នឹងគឺបើយើងនិយាយអស់ទៅថាមហាសែនយ៉ាប់មានកូនច្រើនមានកូន5 6នាក់ប៉ុន្តែកូន5 6នាក់ហ្នឹងគឺអត់មានអ្នកណាចេញទៅរកអីទេសម្រាប់ប្រុសណាប្រុសមាន4នាក់ឯចំណែកកូនស្រីមាន2នាក់កូនស្រីគឺកូនស្រីពៅហើយបងរបស់គេហ្នឹងក៏មានប្តីមានប្រពន្ធខ្លះហើយប៉ុន្តែរស់នៅផ្ទះនឹងដូចគ្នាម្នាក់ទៅលេងល្បែងទៅម្នាក់ដើរផឹកទៅនិយាយចំទៅហាក់ដូចជាគ្រួសារមួយហ្នឹងមានកូនដោយរពឹងបានចំណែកកូនពៅកូននៅតូចដូចថាវ័យទៅតែ9ឆ្នាំ10ឆ្នាំអញ្ចឹងណាហើយក៏ជាគ្រួសារដែលជាស្ត្រីមេម៉ាយដែរនៅផ្ទះហ្នឹងដល់ចំណែកកូនស្រីបន្ទាប់ពីកូនពៅនឹងវិញគឺមានវ័យខ្ទង់15ឆ្នាំ16ឆ្នាំហើយដោយសារតែការរស់នៅក្នុងជីវភាពក្រលំបាកអញ្ចឹងបានធ្វើឲ្យក្មេងស្រីម្នាក់ហ្នឹងអត់អាចបន្តការសិក្សាបានទេហើយក្មេងស្រីម្នាក់ហ្នឹងមានឈ្មោះថាដានីដោយសារតែឃើញការលំបាកនៅក្នុងគ្រួសារហ្នឹងពិបាកខ្លាំងពេកក៏សម្រេចចិត្តថាអត់រៀនទេហើយចេះតែដើរស៊ីឈ្នួលគេណែបន្តិចនោះបន្តិចចឹងណាដើម្បីចេះតែបានប្រាក់បានលុយបានកាក់យកមកឲ្យម្ដាយនោះទុកគាត់ចាត់ចែងម្ហូបប្រចាំថ្ងៃបើពឹងទៅបងដូចគ្មានសង្ឃឹមទេក្រៅតែពីមករករឿងបងប្អូនម៉ែឪហ្នឹងគឺអត់ប្រយោជន៍តែម្ដងអញ្ចឹងដោយសារតែបងពឹងមិនបានម្ដាយក៏ចាស់ជាស្ត្រីមេម៉ាយទៅទៀតអាចថាគាត់ចាស់ខ្ទង់វ័យ50ជាងទេក៏ប៉ុន្តែដោយសារតែថាគាត់មានជំងឺមានអីចឹងដែរតែដល់ពេលអញ្ចឹងគាត់មិនអាចឲ្យថាចេញទៅរកការងារដើម្បីរកប្រាក់ចិញ្ចឹមកូនឲ្យបានត្រឹមត្រូវទេគឺបានត្រឹមតែទៅលាងចានលាងអីនៅតាមកម្មវិធីបុណ្យកម្មវិធីការហ្នឹងហើយគេឲ្យលុយឲ្យកាក់បន្តិចបន្តួចអញ្ចឹងទៅក្នុងកម្មវិធីមួយគេឲ្យប្រមាណអញ្ចឹងណាបងប្អូនដោយសារឃើញថាពិបាកពេកដានីហ្នឹងក៏បានឈប់រៀនហើយក៏ទៅចេះតែស៊ីឈ្នួលណែបន្តិចនន់បន្តិចរើសក្របស្វាយចន្ទីអញ្ចឹងទៅជួយដាំបន្លែគេអញ្ចឹងទៅជួយនេសាទគេអញ្ចឹងទៅថាអីក៏ធ្វើដែរឲ្យតែបានលុយសំខាន់ដោយសារតែនៅក្មេងផងអញ្ចឹងការដែលទៅធ្វើហ្នឹងមិនបានលុយច្រើននេះទេគឺបានត្រឹមតែមួយថ្ងៃជាងការគេឲ្យ10000ជាងការក៏អត់ដល់ដែរអ្នកខ្លះគេចិត្តល្អទៅគេឲ្យ15000អញ្ចឹងប្រចាំថ្ងៃអញ្ចឹងណាអញ្ចឹងបានលុយបានកាក់នឹងហើយចេះតែយកមកផ្គត់ផ្គង់ម្ដាយអញ្ចឹងទៅចេះតែរស់ពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងណាប៉ុន្តែនៅពេលមួយនោះដែរក៏មានអ៊ំម្នាក់ដែលនៅចិត្តផ្សារណាគាត់បានប្រាប់ទៅកាន់ដានីថានៅហាងកាទៀវគេត្រូវការអ្នកជួយលើកកាទៀវលើកអីឲ្យភ្ញៀវឲ្យអីរៀបចំតុរៀបចំអីសម្រាប់ភ្ញៀវអញ្ចឹងណាហើយគេឲ្យកន្លែងស្នាក់នៅគេឲ្យកន្លែងហូបចុកហើយចាំយកទៅប្រាក់ខែទៅហើយនៅពេលហ្នឹងដែរដានីក៏បានចាប់អារម្មណ៍ថាបើសិនជាយើងធ្វើនៅនឹងមួយកន្លែងទី1អត់ពិបាកដើរទៅណាទៅណីឆ្ងាយទេគឺនៅតែមួយកន្លែងហ្នឹងឯងហើយណាមួយវាបានការងារជាប់លាប់ផងមិនចាំបាច់ថាថ្ងៃហ្នឹងមានការងារថ្ងៃស្អែកអត់អញ្ចឹងណាអញ្ចឹងទោះបីថានៅក្នុងស្នាក់នៅក្នុងអីអញ្ចឹងអត់បានមកផ្ទះក៏ប៉ុន្តែក៏វាអាចថាធូរបានមួយកម្រិតណាមួយដោយសារតែផ្ទះនឹងហាងកាទៀវហ្នឹងមិនឆ្ងាយប្រហែលទេខ្ទង់2គីឡូដីពីផ្ទះឯទេតែប៉ុណ្្នឹងឯងអញ្ចឹងបើថាទោះបីចង់មកលេងផ្ទះក៏អត់ពិបាកដែរអ
chỉ con ấy máu mà lên bàn ọt miền dù ấy tê chân và to bị bàn lưu tầm nặng nâng hói đàn ấy có từ dọc bò đầm miền á đầm nặng á từ bị phía xa cho mỗi mặt đài đầm bấy trong từ sông vừa càng nghĩa nơi hàng của tiếu mà cả lại nặng và to bị xua no mặt đài hơi họ mặt đài của bàn xua tới thang con ai xâm hệ chất bá ấy trong từ thơ ca nữa từ nữ từ định nơi cái lạnh tia kia cái lô tha bị ắt số lọt ấy chẳng á đó xa tha tia kia nó khi con sai con cắt chảo chân hông dụng bì ta lưu tha nè na nè này nó từ vừa cá còn mình sợ chị bàn chú bàn ấy chẳng á đó tập bên chẳng tới có cô nó có bẹp mình tham ba sân thị trường mình phớ chương này ta đã xí chân hồn kê nên nó cục sọp cục cái lại chẳng tới vì mà ngày từng ngày chun bàn chun ọt chẳng á chẳng mà sân chị bàn nên nâng mà cái lại tới có biết xuống đài nào mối cái ỏi bài tập cái ỏi cái lại đây cái lại ấy nâng chẳng nhung cơ hội luôn mùi đài chẳng bàn phẹ khai máu nhung phía ỏi mà anh từng ọt từ tục còn chặt chài chẳng có biết xuống mà dạng đài nó bê đài mà đài lư côn vậy chẳng á mà đài có kịch kháng vì xuống đại tên năm mối còn ở chật tiền chẳng có xa là bóng từ chẳng và toa pi số xuống cái này hồi xảy làng đó có ban nôm mà đài cô nắng tứ chụp mà ta tất cả hàng để tiêu nâng chẳng từ hỏi con nâng đáy tất cả hàng để tiêu nâng có ban xua nôm ấy chẳng từ thả mò bị na ấy na ô xua nôm tất lời chật nâng tê ấy chẳng á hỏi mà cha hàng ông xây nâng có ban bẹp tha châu từ bốn qua đợt o bẹp khát lại tê cứ chăm mơ ca nghe sân chẳng châu từ bốn con oi thầm tới 50,000 tê thôi ca nghĩa cô đôi chia đôi ta có tha mình hot mình ấy chẳng á còn đây hiện cái lỗ ọt là ngồi tích với vô thay cờ bị dục thay bật cắt lương đâm tất cả tiêu mong bay mong ấy chẳng từ đọc bên chẳng hơi có đàn ấy tha ọt ấy tê chăm tàn tích tất cả lỗ về xóm bị ấy chẳng á chẳng có miền ca vô prom từ bẻ khai đã từ tua bàn từ bốn cứ $100 ขนมมาขายหกจกเก่งสนับเนยคืออะไรก็ต้องพอต่อปีจังเตอร์ก็น้อมเตอร์ประตูสนับเนยในคางคอยอะไรขนมโกงเตียวบอกกอดนั่งจังเตะกอดบ่เตะกอดได้คือด้วยทางอดเมียนเลยก็ไม่เตะคือจะเตรียมมวยหนึ่งซาจัดซาจังนะต่อไปจังกอดก่อนตะคันจีประตูเตะจังแล้วเตะกอดนั่งเมียนการประตูจำนวนใบที่มุ้ยประตูคนเปิดบอกว่าหอยที่ปีประตูใจตาหนึ่งหอยที่ใบประตูสำหับบกหลักหนึ่งไอ้จำนายโกนบอกว่ามันเนี่ยติดได้เมียนขู่ซาหอยนั้นcứ quạt ọt cây nơi bờ tộc thì ọt đệ nơi bờ tộc thì quạt trôi chật đầy tròn rắn nớ mà khang thiệt nơi bên này hết ấy bàn trắng đó xa là tha quạt miền tè môi nơi chật nâng hào đó bên trắng tới chun ca của quạt địch nửa nâng tư chun ca của địch nửa tè trắng á tam tại chật quạt trắng từ bên thái quạt miền của bồn hải đó bên chẳng tới mà đái có một bàn hiệp trong bật tục ấy thầm thở ở đây nào mũi cả lái có việc chuyện yết phong chẳng miền tập bảy bật tục thì bật tục tí mũi sầm hẹp dây ta pi nè nắng bật tục tí pí sầm hẹp cồn bao cốt hai bật tục tí bấy sầm hẹp nè đái một phơi ca cho một con nâng ai chẳng pi nâng đái bật tục pi bàn đại thà sạ nở nâng hói cô phơi ca thứ ngày tí mũi nữa đàn này nó có cột bị dục từ hồi ông xây nó có che tập bằng riêng che mùi che pi từ tai tập bóng đáy có ở toàn áo ở từ bờ tàu có tiêu tê có áo nơi là vô nơi chỉ kèn khang cào nhé nè trong chui liang chan chui bạc cắt lương chui hốt nụ ỏi quạt trong từ ai côn bỏ quạt nắng côn bỏ quạt nắng cứ nè lược cái tiêu lẹ lược ấy pi nè bột nâng trong từ đo xa thá đàn ấy thực tại chỗ ngày từ bốn ở toàn đăng pi là biệt là bột hơi đập pin chẳng hay ông sẽ ỏi nơi khang cào nâng đầm bấy ỏi score càng như nơi khang cào sắn hơi riêng mơ kề chẳng từ
ថាត្រូវធ្វើមិនអីធ្វើមិនអញ្ចឹងណាបន្ទាប់ពីបានមួយថ្ងៃពីរថ្ងៃមួយសប្តាហ៍កន្លងផុតទៅអញ្ចឹងដានីហ្នឹងក៏បានស្គាល់ការងារហ្នឹងបានមួយចំនួនអញ្ចឹងដែរក៏បានតែលើកកាទៀវនឹងឲ្យភ្ញៀវឲ្យអីអញ្ចឹងណាបន្ទាប់ពីបានលើកឲ្យភ្ញៀវឲ្យអីអញ្ចឹងភ្ញៀវក៏និយាយថាគេចម្លែកអញ្ចឹងណាថាអូបានអ្នកហត់តុកថ្មីមកទៀតណានិយាយថាឡើងក្មេងអញ្ចឹងណាពីព្រោះគ្នាទៅតែវ័យ5 6 10អញ្ចឹងណាអ្នកនេះក៏ចេះតែថាទាំងកូនចៅណាណីមកធ្វើការទាំងក្មេងទាំងអីអញ្ចឹងណាហើយគេចេះតែសួរទៅកូនអ្នកណាអ្នកណីដល់នេះហ្នឹងក៏ចេះតែប្រាប់ចឹងទៅថាកូនអ្នកនេះអ្នកនោះមកពីនេះពីនោះចឹងទៅអ្នកខ្លះទៅក៏គេអាណិតចឹងទៅគេក៏ឲ្យលុយធីបលុយអីខ្លះអញ្ចឹងណាតែមិនច្រើនទេជួនកាលទៅសល់ពីលុយអាប់ពីកាទៀវអញ្ចឹងទៅ1000ឬក៏500ឬក៏2000អញ្ចឹងទៅអញ្ចឹងផ្សាយផ្សំគ្នាអញ្ចឹងទៅហើយអ៊ំស្រីហ្នឹងក៏គាត់មិនយកអីដែរគឺថាឲ្យធីបអញ្ចឹងគឺឲ្យដានីហ្នឹងគឺដានីទុកខ្លួនឯងអញ្ចឹងឯងគឺអត់មានអីទេអាហ្នឹងគឺជាទឹកចិត្តរបស់ភ្ញៀវទៅកាន់ដានីផ្ទាល់វាអត់មានពាក់ព័ន្ធអីជាមួយនឹងម្ចាស់ហាងទេប្រាក់ខែរបស់គាត់គឺនៅតែជាប្រាក់ខែអញ្ចឹងគឺអត់ច្រឡូកច្រឡំគ្នាទេបន្ទាប់ពីធ្វើការនៅនឹងបានមួយរយៈដោយថាកូនប្រុសរបស់គាត់ណាក៏ចេះតែលួចមើលដានីដោយកសែភ្នែកដូចជាមិនសូវល្អប្រហែលនេះចេះតែលួចមើលរៀងរើពីមុខពីចំហៀងពីអីអញ្ចឹងណាតាមមើលទៅដូចជាមិនសូវស្រួលប្រហែលទេហើយដានីហ្នឹងក៏ចេះតែកិច្ចពីកសែភ្នែករបស់កូនរបស់គាត់ណាកូនម្ចាស់អ៊ំហាងកាទៀវនឹងឯងពេលខ្លះទៅក៏ខាងកូនប្រុសរបស់គាត់នឹងក៏ចេះតែប្រើទៅនេះទៅនោះឲ្យធ្វើការនៅក្បែរគាត់អីចឹងណាហើយក៏ចេះតែសួរនាំ1 2 3 4ចឹងទៅថាគួរធ្វើអញ្ចឹងចេះដូចថាដូចបង្រៀនអីចឹងប៉ុន្តែការពិតមិនមែនទេគ្រាន់តែចង់ចូលទៅចិត្តដានីតែប៉ុណ្ណោះធ្វើទៅបាត់ថាដានីជាកូនអ្នកអត់អ្នកក្រប៉ុន្តែដូចថាសាច់ឈាមក៏ដូចជាមិនខ្មៅស្អាប់អីប្រហែលដែរគឺថាធម្មតាដូចគេដូចឯងណាដល់ពេលតាធ្វើការនៅនឹងអញ្ចឹងទៅគាត់ថាបានឆ្ងាញ់ខ្លះអីខ្លះហូបឆ្ងាញ់ជាមួយអ៊ំជាមួយអីនឹងអញ្ចឹងទៅក៏រៀងឡើងសាច់ឡើងឈាមក៏ដូចថាមុខមាត់ពេញអញ្ចឹងទៅណាដូចថារូបសម្រស់ហ្នឹងក៏ស្អាតជាងពីមុនអញ្ចឹងទៅដល់ពេលអញ្ចឹងធ្វើឲ្យកូនប្រុសរបស់គាត់ហ្នឹងមិនដឹងជាថាគាត់ហ្នឹងមានអារម្មណ៍បែបណាទេក៏ចេះតែលួចមើលដានីលួចមើលតាគៀកលួចមើលដើមទ្រូងលួចមើលនេះលួចមើលនោះអញ្ចឹងទៅណាដូចថាជាកសែភ្នែកមួយដែលគួរឲ្យខ្លាចដែរណាសម្រាប់មនុស្សស្រីដែលគេសម្លឹងមើលមកអញ្ចឹងណាជួនកាលដានីក៏លេចទៅឃើញហើយក៏នៅតែអត់ដាក់ភ្នែកដែរបើជាអ្នកខ្លះវិញគេក៏លេចឃើញទៅអញ្ចឹងគាត់ថាអូគួរដែរធ្វើដូចជាអត់ដឹងអត់អីប៉ុន្តែនេះពេលខ្លះធ្វើដូចជាអត់ដឹងតែម្ដងគេក៏លេចទៅចំធ្វើហាក់បីដូចជាធ្វើធម្មតាអត់មានអ្វីផ្លាស់ប្ដូរតទៅសោះអញ្ចឹងហើយដោយសារតែការប៉ុនប៉ងដោយថាលួចស្រឡាញ់លួចអីអញ្ចឹងហើយកូនគាត់ហ្នឹងក៏ចេះតែជួនកាលទៅនេះទៅនោះទៅក៏មានចេះតែរបស់ផ្ញើអញ្ចឹងទៅជួនកាលទៅក៏មានទិញខោអាវថ្មីឲ្យជួនកាលទៅក៏មានទិញផ្លែឈើមកផ្ញើជួនកាលទៅក៏ទិញនេះទិញនោះផ្សេងអញ្ចឹងទៅការដែលទិញអានេះទិញអានោះផ្ញើរហូតអញ្ចឹងធ្វើឲ្យដល់នេះក៏មិនសូវជាសប្បាយចិត្តប្រហែលដែរដោយសារតែឃើញកសែភ្នែករបស់គាត់នៅពេលកន្លងមកហ្នឹងអញ្ចឹងណាហើយគាត់ក៏គិតថាកាលគេមានបំណងមិនល្អចំពោះខ្លួនចំពោះអីអញ្ចឹងទៅប៉ុន្តែដឹងធ្វើម៉េចបើគេទិញឲ្យហើយបើមិនយកវាអត់កើតពីព្រោះនៅផ្ទះជាមួយគេអញ្ចឹងទៅហើយគេក៏បាននិយាយថាយកទៅគាត់ចាត់ទុកដូចជាប្អូនគាត់និយាយថាចាត់ទុកដូចជាប្អូនក៏ប៉ុន្តែ
អាសកម្មភាពរបស់គាត់នោះដូចមិនមែនចាត់ទុកជាប្អូនទេវាប្រៀបដូចជាខ្លាមួយឃើញគោអញ្ចឹងខ្លាចង់ស៊ីសាច់គោអញ្ចឹងឯងនៅបន្ទាប់ពីធ្វើការនឹងបានប្រហែលជា 2-3 ខែដូចថាកូនរបស់អ៊ំស្រីហ្នឹងក៏ចេះតែអត់ស្រួលហិតតែខ្លាំងទៅឃើញដានីហ្នឹងក៏ជួនកាលទៅក៏មកចាក់កលិចចឹងទៅជួនកាលទៅក៏ដើរមកផ្ទះកាបេះគូតចឹងទៅជួនកាលដើរមកក៏សឹងថាចង់បន្លំអោបអីចឹងទៅគឺថាលេងបន្លំមែនណាប៉ុន្តែអត្តសកម្មភាពទាំងអស់ហ្នឹងដានីក៏ចេះតែនិយាយប្រាប់ដែរថាខ្ញុំជាស្រីជាអីចឹងលេងចឹងមិនសមទេពីព្រោះថាយើងជាដូចថាបងឯងជាកូនតកែហើយខ្ញុំជាអ្នកស៊ីប្រាក់ខែអញ្ចឹងវាដូចកូនឈ្នួលអញ្ចឹងឯងដល់ពេលអញ្ចឹងលេងមកវាមិនសមទេពីព្រោះបងឯងប្រុសខ្ញុំជាស្រីហើយដល់ពេលទៅខាងប្រុសហ្នឹងក៏និយាយថាវាមិនអីយើងដូចថាចាត់ទុកដូចគ្រួសារតែមួយហើយនៅផ្ទះតែមួយញ៉ាំបាយគេងអីវាដូចថានៅក្នុងផ្ទះតែមួយអញ្ចឹងលេងប៉ុណ្ណឹងប្រកាន់ដែរមែនហើយដល់នេះថាមិនប្រកាន់ទេប៉ុន្តែក៏វាដូចជាមិនសូវសមអញ្ចឹងគូកុំលេងអីអញ្ចឹងណាប៉ុន្តែកូនរបស់អ៊ំស្រីនឹងហាក់ដូចជាធ្វើមិនបានចាប់អារម្មណ៍នៅពាក្យសម្ដីទាំងអស់ហ្នឹងអញ្ចឹងណាក៏ដើរចេញអីចឹងទៅបន្ទាប់មកទៀតក៏ចេះតែអសកម្មភាពដដែលហ្នឹងចេះតែកើតមានឡើងចឹងទៅមានអារម្មណ៍ថាដានីមានអារម្មណ៍ថាពិតជាខឹងមែនតើដូចថាមិនដឹងថាធ្វើម៉េចដើម្បីដោះស្រាយបញ្ហានឹងបានបើចង់ឈប់ក៏ឈប់មិនកើតបើសិនថាទៅស្នាក់នៅផ្ទះវិញយប់ជិះមកម៉ោង3អីក៏ម៉ោង2ម៉ោង3ក៏វាមិនកើតដោយសារជិះកង់ជិះអីចឹងយប់វាស្ងាត់ខ្លួនជាស្រីចឹងជិះវាកើតចឹងក៏ចេះតែស៊ូទ្រាំទៅយកប្រាក់ខែហ្នឹងផ្ញើឲ្យម្ដាយឲ្យអីគ្រាន់បានមើលជំងឺខ្លះផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃអញ្ចឹងខ្លះទៅប៉ុន្តែសួរថាឲ្យសល់អីមានសល់ទេបងប្អូនឯងប្រាក់ខែ$100ហ្នឹងទៅធ្វើអីចេញតែបន្ទាប់ពីចប់3ខែហ្នឹងមកក៏គេឡើងឲ្យ100000ទៀតអញ្ចឹងបាន500000ដែរបន្ទាប់ពីឡើងចូលដល់ខែទី5នៅពេលហ្នឹងដែរកូនប្រុសរបស់អ៊ំស្រីហ្នឹងក៏ចាប់ផ្ដើមដូចថាខ្នក់ខ្នាញ់នៅចំពោះដានីហ្នឹងខ្លាំងមែនទែនសឹងថាទប់លែងជាប់ហើយអាគមវាឡើងនៅពេលនោះដែរក៏កូនប្រុសរបស់គាត់ហ្នឹងមិនដឹងថាធ្វើម៉េចដើម្បីចូលចិត្តដានីបានណាដូចថាឃើញដានីហ្នឹងគូចង់តដូចខ្លាឃើញសត្វគោចង់តស៊ីសាច់ណានៅពេលនឹងដែរកូនប្រុសរបស់គាត់ក៏បានបែកគណិតមួយថាចង់ចាប់បខំដានីនឹងតែម្ដងអញ្ចឹងគេក៏បានរៀបចំផែនការធ្វើជាឈឺពុតជាឈឺណាឈឺតាំងតាពីថ្ងៃក៏ចេះតែធ្វើដើរត្អូញប្រាប់ម៉ែខ្ញុំឈឺចេះមួយចេះពីរម៉ែក៏ប្រាប់ថាបើឈឺឯងទៅមើលទៅពេទ្យទៅអីមើលវាមិនទិញថ្នាំទិញអីលេបមកអញ្ចឹងណាប៉ុន្តែអត់ឈឺទេប៉ុន្តែធ្វើឈឺតាំងពីថ្ងៃអញ្ចឹងទៅហើយក៏គេចូលទៅដេកក្នុងបន្ទប់ក្នុងអីរបស់គេអញ្ចឹងទៅបន្ទាប់ពីថ្ងៃអញ្ចឹងទៅក៏ល្ងាចមកដល់យប់ហូបបាយហូបអីហើយខ្ទង់ម៉ោង8ហ្នឹងអ៊ំស្រីក៏ចូលសម្រានមកទៅពីព្រោះគាត់ទៅងើបពីយប់អញ្ចឹងគាត់អត់ត្រូវចាំបាច់អីថាត្រូវគេងម៉ោង10 11ទេអញ្ចឹងគឺម៉ោង7 8ហ្នឹងឲ្យតែហូបបាយហូបអីហើយហ្នឹងគឺចាប់ដើមមកកន្លែងសម្រាអាយពីព្រោះពួកគាត់ត្រូវងើបពីយប់អញ្ចឹងពេលហ្នឹងដែរដានីក៏បានងូតទឹកងូតអីហូបបាយហូបអីហើយជាមួយគេឯងហ្នឹងរៀបនឹងចូលទៅគេងទៅហើយក៏ប៉ុន្តែក៏ស្រាប់តែកូនស្រីរបស់អ៊ំកូនប្រុសរបស់អ៊ំហ្នឹងមកហៅថាដានីណៃគេចេះកោសខ្យល់អត់ហើយដានីក៏ថាខ្ញុំចេះតាមានអីខ្ញុំកោសឲ្យម៉ែឲ្យបងឲ្យប្អូនហត់តដងតាហើយបងឯងកើតអីដានីក៏សួរអញ្ចឹងណាហើយខាងឯណោះក៏គេនិយាយថាបងអត់ស្រួលខ្លួនចង់ឲ្យដានីឯងជួយកោសខ្យល់ហើយដានីក៏ថាចុះបងឯងមិនពឹងទៅឲ្យអ៊ំជួយកោសឲ្យទៅអីអញ្ចឹងណាព្រោះបងឯងជាកូនរបស់គាត់ហើយខ្ញុំជាស្រីជាអីចឹងវាមិនសូវសមហើយណាយកប្រឡប់ផងអញ្ចឹងណា
ហើយឯណោះក៏គេនិយាយបានថាអត់ហ៊ានហៅម៉ែទេម៉ែចូលសម្រានចូលអីអញ្ចឹងទៅគឺលោកភ្ញាក់គាត់បើឯងជួយចេះកោខ្យល់ជួយកោបងតិចទៅវាមានអីស្រាប់តែពេលនឹងដែរដានីក៏ថាវារៀងវាថាមិនសូវស្រួលដែរប៉ុន្តែមិនដឹងធ្វើម៉េចគេឲ្យហេតុផលមកថាអ៊ំស្រីធ្វើការសម្ញានពីល្ងាចពីអីអញ្ចឹងពីព្រោះយប់ឡើងគឺត្រូវងើបពីយប់ដើម្បីធ្វើកាទៀវធ្វើអីនឹងបាយលក់បាក់ឡើងនឹងឯងដល់ពេលអញ្ចឹងក៏ដានីចូលទៅក្នុងបន្ទប់របស់កូនប្រុសរបស់គាត់ហ្នឹងចូលទៅគាត់ទៅចូលទៅភ្លាមកូនប្រុសរបស់គាត់ហ្នឹងក៏បានដាក់កលឹះទ្វារភ្លាមតែម្ដងពេលហ្នឹងដែរដានីក៏សួរថាគាត់តែកុកខ្យល់សោះចាំបាច់ដាក់កលឹះធ្វើអីបងហើយដល់ពេលអញ្ចឹងទៅកូនរបស់គាត់កូនរបស់អ៊ំលក់កាទៀវហ្នឹងក៏បាននិយាយថាដាក់ទៅកុំឲ្យគេឃើញគេអីអញ្ចឹងទៅកុំឲ្យម៉ែមកឃើញគីឡូដើរកាត់ដើរអីហ្នឹងទៅគាត់ឃើញហើយដល់ពេលអញ្ចឹងក៏ដានីក៏ដូចជាមិនប្រកែកអីដែរនៅពេលដែលអញ្ចឹងទៅក៏ខាងប្រុសហ្នឹងក៏គេដោះអាវដោះអីអញ្ចឹងទៅរៀបនឹងឡើងទៅកោះទៅហើយស្រាប់តែខាងប្រុសហ្នឹងគាត់ទៅដោះអាវហើយក៏ស្ទុះមកចាប់ដានីអោបផ្ដួលទៅលើក្រែហ្នឹងតែម្ដងទៅលើពូកហ្នឹងតែម្ដងហើយដល់ពេលហ្នឹងដែរដានីក៏បាននិយាយថាមិនបងឯងមកអោបខ្ញុំអញ្ចឹងអីអញ្ចឹងណាឯងធ្វើអញ្ចឹងទៅហើយខាងនោះគេថាគេនៅជាមួយគេទៅចាំគេឲ្យលុយចាយហើយគេស្រឡាញ់ដានីនឹងអញ្ចឹងណាពេលនឹងដែរដានីក៏បាននិយាយថាប្រាប់ទៅវិញថាខាញ់បងឯងប្រាប់ខ្ញុំថាបងឯងឈឺអីបងឯងឲ្យខ្ញុំកុសខ្យល់អីហេតុអីក៏បងឯងមកធ្វើទង្វើនឹងដាក់ខ្ញុំអញ្ចឹងនៅពេលនោះដែរកូនប្រុសរបស់អ៊ំលក់កាទៀវនោះក៏បានចាប់បតាយបតប់ជាមួយនឹងដានីអញ្ចឹងទៅដោយសារតែថាដានីរៀងមានសាច់មានឈាមបន្តិចដែរក៏កម្លាំងវារៀងខ្លាំងបន្តិចដែរណាក៏បតាយបតប់ពីពពុះលន់ខ្លះអីខ្លះអញ្ចឹងទៅនៅពេលនឹងដែរក៏ស្ទុះមកអោបដានីជាប់ដានីក៏ប្រឹងរើទៅក៏ទៅគិចនឹងជាងទៅហើយដានីក៏គំរាមថាបើហ៊ានតែមិនលែងខ្ញុំស្រែកនៅពេលដែលលើអញ្ចឹងកូនប្រុសរបស់អ៊ំលក់កាទៀវហ្នឹងក៏បាននិយាយថាឥឡូវមិនបាច់ស្រែកទេចាំគាត់ឲ្យលុយចាយចង់បានប្រមាណក៏បានដែរប៉ុន្តែបើសិនជាព្រមដេកនៅជាមួយគាត់ចង់បានអីក៏បានដែរចង់បានលុយម៉ានក៏បានដែរដានីក៏បាននិយាយទៅកាន់ថាខ្ញុំមកធ្វើការខ្ញុំមិនមែនមកលក់ខ្លួនទេអញ្ចឹងតាមមិនលែងខ្ញុំស្រែកពេលនឹងដែរក៏រៀងអន់បន្តិចក៏បធូរហើយក៏ឈរនៅពីមុខនៅពេលនឹងដែរដានីក៏បាននិយាយមួយពីរទៅកាន់គេអញ្ចឹងណាថាធ្វើទង្វើនឹងមិនសមអីអញ្ចឹងមកបោកប្រាស់ខ្ញុំថាឈឺថាអីអញ្ចឹងហើយខ្ញុំក៏ខ្យល់ឲ្យបែរជាចង់ចាប់រំលោភខ្ញុំអញ្ចឹងបងឯងនឹងថោកទាបម៉េះក៏បានបោះសម្ដីទៅអញ្ចឹងទៅហើយដានីក៏បាននិយាយហើយក៏ដើរមកដោះកលឹះទ្វារនៅពេលដែលដោះកលឹះទ្វារហ្នឹងស្រាប់តែដោះហើយកូនប្រុសរបស់អ៊ំស្រីហ្នឹងក៏មកចាប់ម្សាទៀតចាប់ដៃម្សាទៀតដានីក៏លើកជើងធាក់ចំកដាលដើមទ្រូងតែម្ដងធាក់ចំលសូតទៅភឹងប៉ើងទៅលើពុកធ្លាក់ទៅលើពុកលសូតទៅក្រាំងលេងផ្អើលចាំងលេងទៅនឹងជាងណាវាដូចថាលន់សង្កសីលន់អីចឹងទៅនៅពេលនឹងដែរក៏បានលើសំឡេងអ៊ំស្រីនោះគាត់ភ្ញាក់គាត់អីចឹងណាដោយសារតែសំឡេងនៃការដែលធ្លាក់ទៅលើក្រែហ្នឹងទៅគិចនឹងជាងវាលន់សង្កសីដល់ពេលអញ្ចឹងទៅដានីក៏គម្រាមទៀតថាតាចូលមកខ្ញុំស្រែកហើយតាស្រែកស្អែកឡើងពួកឯងដឹងឲ្យចូលគុកហើយពេលហ្នឹងដែរដោយសារតែលើថាចូលគុកអញ្ចឹងខ្ញុំប្តឹងចូលគុកចូលអីអញ្ចឹងក៏អត់ហ៊ានហើយក៏ប្រាប់ថាឥឡូវចាំបងឲ្យលុយចាយកុំប្រាប់ម៉ែកុំសែកចង់បានម៉ានចាំស្អែកចាំបងឲ្យមួយដល់ពេលអញ្ចឹងទៅក៏ដានីនឹងដើរទៅបន្ទប់ខ្លួនប៉ុន្តែអត់ចូលទៅគេនឹងទៀតទេគឺគ្រាន់តែទៅយកភួយយកខ្នើយហ្នឹងទៅគោះទ្វារបន្ទប់អ៊ំស្រីនឹងតែម្ដងគោះទ្វារបន្ទប់អ៊ំស្រីហ្នឹងហើយក៏ប្រាប់ថាខ្ញុំសុំដេកជាមួយផងអ៊ំ
ហើយអ៊ំស្រីហ្នឹងដោយសារតែលឺថាសភាពការអញ្ចឹងណាក៏ឲ្យចូលទៅហើយក៏ព្រឹកឡើងម៉ោង3អីហ្នឹងក៏នៅតែធ្វើសកម្មភាពលក់កាទៀវលក់អីធម្មតាអញ្ចឹងទៅបន្ទាប់ពីល្ងាចឡើងក៏ដានីហ្នឹងប្រាប់អ៊ំស្រីថាឥឡូវខ្ញុំសុំឈប់ឯការងារហ្នឹងខ្ញុំអត់អាចធ្វើបន្តនឹងទៀតបានទេប៉ុន្តែដានីក៏មិនបានប្រាប់ថាកូនរបស់គាត់ណាប៉ុនប៉ងចាប់រំលោភគាត់អីចឹងដែរប៉ុន្តែអ៊ំស្រីហ្នឹងគាត់ដឹងហើយអញ្ចឹងគាត់ក៏អត់មានហាមឃាត់ដែរទាំងដែលអ៊ំស្រីហ្នឹងពិបាកមែនតើក្នុងការដែលម្នាក់សុំឈប់នឹងឯងគឺគាត់ពិបាករកមនុស្សមកធ្វើការជាមួយណាប៉ុន្តែនៅពេលហ្នឹងដែរដានីនិយាយចឹងទៅក៏មិនត្រឹមតែឲ្យឈប់ទេថែមទាំងឲ្យលុយពីលើបន្ថែមទៀតអញ្ចឹងណាដោយថាប្រាក់ខែរបស់គាត់50,000ដល់ពេលដូចថាសុំឈប់ចឹងគាត់បើកឲ្យ1លានតែម្ដងហើយអាឡែងដានីក៏សួរថាមិនបានឲ្យខ្ញុំច្រើនម៉េចខ្ញុំធ្វើមិនតាន់ដល់ខែផងតែពិតប្រាក់ខែខ្ញុំត្រឹមតែ50,000តែមិនឲ្យដល់ខ្ញុំដល់1លានចឹងហើយដល់អ៊ំស្រីនោះក៏បានប្រាប់ថាទៅឲ្យអ៊ំទុកចាយអ៊ំមនិតក្មួយឯងចឹងទៅចឹងដានីក៏អរគុណអស់អីចឹងទៅក៏បានលាអ៊ំហ្នឹងត្រឡប់ទៅផ្ទះវិញបន្ទាប់ពីដល់ផ្ទះវិញហ្នឹងក៏ប្រាប់សាច់រឿងហ្នឹងតាមដំណើររឿងហ្នឹងទៅកាន់ម៉ែទៅកាន់អីចឹងទៅពីមូលហេតុដែលឈប់អញ្ចឹងណាពីព្រោះទៅដល់ផ្ទះម៉ែសួរថាមិនបានទៅមកធ្វើការបានប្រហែលខែសោះក៏ឈប់ទៅហើយអញ្ចឹងណាហើយបើឈប់ទៀតធ្វើមិនទៅអត់ដល់នេះក៏ប្រាប់ថារឿងគេចង់លួចបំពេញអីចឹងទៅក៏ម្ដាយហ្នឹងដឹងអីចឹងឯងក៏ថាឈប់ក៏ឈប់តាចាំរកការងារថ្មីធ្វើផ្សេងទៀតចឹងណាអាហ្នឹងបញ្ចប់ត្រឹមថាការងារហ្នឹងនៅហាងកាទៀវហ្នឹងអញ្ចឹងប៉ុន្តែយើងត្រឡប់មកវិញថាហេតុអីបានមនុស្សស្រីជាច្រើនទៀតដែលធ្វើការនៅហាងកាទៀវហ្នឹងច្រើនតែឈប់គឺដោយសារតែកូនប្រុសរបស់អ៊ំនឹងឯងគឺតែងតែធ្វើសកម្មភាពដដែលអញ្ចឹងណាអ្នកខ្លះទៅក៏បានកូនប្រុសរបស់អ៊ំនឹងចាប់បខំនឹងបានសម្រេចចឹងទៅអ្នកខ្លះទៅក៏គេឲ្យលុយចាយដោយតែស្ម័គ្រចិត្តមកអីចឹងណាប៉ុន្តែបន្ទាប់ពីបានដេកនៅជាមួយគ្នាអញ្ចឹងទៅម្ដងអីចឹងគេឲ្យលុយប៉ុន្តែបន្ទាប់ពីនឹងមកក៏ចេះដូចថាបខំដូចលែងចង់ឲ្យលុយឲ្យអីគេអញ្ចឹងអាហ្នឹងអ្នកមួយចំនួនគេចង់បានលុយប៉ុន្តែក៏នៅតែឈប់ដូចគ្នាដែរដោយសារតាកូនរបស់អ៊ំហ្នឹងពិបាកមែនតើហើយអ៊ំម្នាក់ហ្នឹងដូចហាក់ដូចជាមិនមានប្រតិកម្មអីជាមួយនឹងកូនតតែសោះដែលកូនធ្វើទង្វើបែបហ្នឹងដាក់បុគ្គលិករបស់ខ្លួនជាញឹកជាញយសឹងថាគ្រប់គ្នាណាឲ្យតែស្រីក្មេងៗដែរទៅធ្វើការជាមួយនឹងអ៊ំស្រីហ្នឹងចឹងទៅអញ្ចឹងវាហាក់បីដូចជាអត់មានទំនួលខុសត្រូវចំពោះបុគ្គលិកខ្លួនឯងហាក់បីដូចជាយកកូនស្រីរបស់អ្នកដទៃមកធ្វើការហើយយកឲ្យមកជួបរឿងដែលដូចថាពិបាកបែបហ្នឹងទៀតវាត្រូវការរំលោភបំពានរបស់កូនខ្លួនឯងចឹងទៀតហើយខ្លួនឯងបានធ្វើតែធ្វើមិនដឹងមិនលឺអញ្ចឹងទៅអញ្ចឹងនឹងហើយគឺជាមូលហេតុដែលមនុស្សស្រីដែលទៅធ្វើការជាមួយនឹងកូនរបស់គាត់អត់បានយូរជាមួយនឹងហាងកាទៀវរបស់គាត់អត់បានយូរបន្ទាប់ពីគេដឹងរឿងទាំងអស់ហ្នឹងមកអញ្ចឹងក៏គ្មានដែលពីណាថាចង់ទៅធ្វើការនៅហាងកាទៀវនោះទៀតដែរដោយសារតែដឹងតំណែងពីដានីនឹងខ្ចោខ្ចាយពីភូមិពីឃុំអញ្ចឹងទៅអញ្ចឹងនេះគឺជាសាច់រឿងមួយដែលជាការចែករំលែកពីដានីផ្ទាល់មកកាន់ខ្ញុំណាដល់ពេលអញ្ចឹងទៅនឹងគ្រាន់តែជាបទពិសោធន៍មួយទុកចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាដែលអ្នកដែលធ្វើការឲ្យគេដែលត្រូវស្នាក់នៅកន្លែងគេអញ្ចឹងណាហើយដែលអាចនឹងគីឡូជួបប្រទះនឹងរឿងអញ្ចឹងដែរប៉ុន្តែមិនមែនថាគ្រប់កន្លែងដែលស្នាក់នៅទាំងអស់សិតតែអាក្រក់អញ្ចឹងទេប៉ុន្តែអ្វីដែលសំខាន់គឺថាយើងជាស្រីគឺថាត្រូវចេះប្រយ័ត្នប្រយែងខ្លួនឯងខ្លះអញ្ចឹងដែរណាបងប្អូនជាពិសេសបងប្អូនស្រីអញ្ចឹងបើសិនជាមានអ្វីដែលលើសលួសខុសទាស់តង់ណាសូមអធិស្ឋានពីបងប្អូនអរគ្នាផងហើយបើពេញចិត្តនៅការផលិតរបស់វីដេអូខ្ញុំសូមចុច Subscribe ដាក់សញ្ញាកណ្ដឹងចុចមេដៃ Comment ពាក្យល្អៗអីអញ្ចឹងទៅហើយបើសិនជាចង់ផ្ញើសាច់រឿងមកខាងខ្ញុំដើម្បីចែកម្លែកទៀតបងប្អូនអាចតាក់ទងតាម Telegram របស់ខ្ញុំផងដែរអញ្ចឹងសាច់រឿងរបស់យើងគឺមានតែប៉ុណ្ណឹងហើយខ្ញុំនឹងស្វែងរកនៅសាច់រឿងផ្សេងទៀតដើម្បីយកមកចែករំលែកទៅកាន់បងប្អូនរាល់គ្នា
ជាទីសន្តាប់អីចឹងទៅអញ្ចឹងសាច់រឿងរបស់យើងគឺមានតែប៉ុណ្ណឹងអត់មានអីច្រើនទៀតទេអញ្ចឹងក៏សូមជម្រាបលាបងប្អូនទាំងអស់គ្នាត្រឹមតែប៉ុណ្ណឹងហើយជួបគ្នាម្ដងទៀតនៅវីដេអូក្រោយអរគុណជម្រាបលាបាយបាយ